ស្បែកអត់សូវមានបញ្ហាអីប៉ុន្តែចង់រកផលិតផលដើម្បីទប់ស្កាត់ឬក៏ប្រឆាំងនឹងភាពជ្រីជ្រួញបែបហ្នឹងមកអាចសាកប្រើជាមួយនឹង brand Alexa ខាងលើនេះដែរតែ brand Alexa ហ្នឹងគឺ focus សំខាន់ខ្លាំងទៅការបន្តឹងស្បែកនឹងហ្មងបង Alexa Brightening នេះគឺមានអត្ថប្រយោជន៍តែមួយទេបងគាត់តែមានតួនាទីផ្សេងគ្នាមួយជា emulsion មួយទៀតជា lotion សម្រាប់អត្ថប្រយោជន៍គេវិញគឺផ្ដោតសំខាន់ខ្លាំងទៅលើការបន្តឹងប្រឆាំងនឹងភាពជ្រីជ្រួញទប់ស្កាត់ពីការឡើងចោមអាចរុយហើយមួយវិញទៀតជួយឲ្យស្បែកបងសភ្លឺការបន្ថយស្នាមចោមអាចរុយនៅលើស្បែកហើយការបន្ថយស្បែកស្អាតបានយ៉ាងល្អហើយក៏ជួយប្រើស្នាមទៅលើស្បែកបានយ៉ាងល្អផងដែរបើ texture គេវិញគឺលាបចូលស្បែកអត់តែម្ដងអត់ធ្វើឲ្យស្អិតស្បែកអីទេនេះប្រើចូលគ្នាទៅទទួលបានប្រសិទ្ធភាពល្អខ្លាំងណាស់ទៅលើការព្យាបាលបញ្ហាស្នាមជ្រីជ្រួញស្នាមឡាញនៅលើផ្ទៃមុខអីហ្នឹងបងអ្នកខ្លះគិតថាបញ្ហាទាំងអស់ហ្នឹងព្យាបាលទៅអត់បាត់ទេតែតាមពិតទៅប្រភេទស្បែកមុខដែលប្រើ skin care ហើយអត់ skin care បងមើលទៅគឺដឹងតែម្ដងឈុតមួយហ្នឹងល្អខាងបន្តឹងដោយសារតែប្រភេទហ្នឹងគឺមានកម្រិត collagen មានកំហាប់ខ្ពស់ហើយមានរូបមន្តផ្សេងទៀតដើម្បីរក្សាសំណើមទៅលើស្បែកបងបានផងដែរអញ្ចឹងទៅប្រភេទហ្នឹងពេលដែលបងប្រើទៅអត់មានស្បែកស្ងួតអីទេ refill របស់ Alexa ក៏យើងមានលក់ដែរបងដែលធ្លាប់ប្រើ Alexa ពីមុនហើយទិញតែជា refill ទៅគឺដឹងតែឆ្ងាញ់បងដែលសិតតែមានតម្លៃល្អចង់សាកប្រើ Alexa លើកដំបូងប្រើតែជា tester នេះក៏បានដែរបងដបទូចមួយហ្នឹងមានតម្លៃខំ$10ទៀតផង Alexa ទាំងអស់ហ្នឹងគឺយើងមាន stock ទាំងពីរសាខាបើសិនជាបងចាប់អារម្មណ៍ចង់ប្រើ Alexa ទាំងអស់ហ្នឹងអាចរកទិញបាននៅក្នុងហាង Luxury Shop យើងណា